ស្ថិតនៅក្នុងវ័យ9ឆ្នាំជាសិស្សរៀនថ្នាក់ទី1នៃសាលាបឋមសិក្សាតាមិញរស់នៅភូមិតាមិញឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំរក្សាគឺជាសិស្សម្នាក់ដែលមានការរៀនសូត្រយឺតយ៉ាវខ្សោយក្នុងការសរសេរនិងការអានរក្សាគឺជាក្មេងដែលរៀនត្រួតថ្នាក់គាត់រៀនខ្សោយដោយសារគាត់មករៀនយឺតយ៉ាវហ្នឹងដោយសារផ្ទះគាត់ឆ្ងាយគាត់ធ្វើដំណើរដោយថ្មើរជើងចាកត្តាទី2គឺគាត់ឧស្សាហ៍ឈប់ចាមូលហេតុដែលឧស្សាហ៍ឈប់ហ្នឹងគឺគាត់ទៅតាមម្ដាយឪពុករបស់គាត់ទៅបេះចន្ទីឬក៏ស្វាយនឹងឯងចាកត្តាទី3គឺការស្លៀកពាក់របស់គាត់ចាការស្លៀកពាក់របស់គាត់គឺអត់ទាន់បានសមរម្យដោយសិស្សដទៃទេចាអញ្ចឹងពេលដែលគាត់មកចូលរៀនគឺសិស្សដទៃតែងតែមើលគាត់មើលលើមើលក្រោមគាត់ធ្វើឲ្យគាត់អៀនដែរអញ្ចឹងក៏ជាកត្តាដែលធ្វើឲ្យគាត់ឈប់ដែរចាហើយកត្តាទី4គឺគាត់មានអារម្មណ៍ថាគាត់នឹងខ្លួនធំជាងគេហើយចាធំជាងសិស្សដទៃអញ្ចឹងគាត់មានអារម្មណ៍ថាគាត់ចង់ឈប់ផងព្រោះតែឈប់អញ្ចឹងយើងទៅហៅគាត់មកគាត់មករៀនវិញនិយាយទៅបើប្រៀបធៀបកូនគេនិងកូនខ្ញុំនឹងក៏គ្នាឆ្ងាយព្រោះជួនកាលមើលទៅកូនគេទៅម៉ែឲ្យគេដុកទៅរៀនទៅវាមានរបស់របរធ្វើដំណើរមកដោយកូនខ្ញុំដែលខ្ញុំអត់មានរបស់របរដូចជាឧទាហរណ៍ដូចជានេះដូចជាកង់ឲ្យកូនមករៀនមានឲ្យគ្នាមកដើរអញ្ចឹងបើខែភាសាយើងពិបាកដល់ព្រោះមិនវាភ្លៀងពិបាកធ្វើដំណើរព្រោះយើងដើរនឹងស្រាប់ហើយបងផ្លូវក៏ពិបាកអាំភ្លៀងក៏ភ្លៀងរំគ្នាមកដល់ផ្ទះការសើមក៏អាវសើមភៅសើមអុយទៅព្រោះពេលខ្លះទៅខ្ញុំអត់គ្មានលុយគ្មានកាក់ឲ្យមករៀនខ្លះដែរព្រោះពេលខ្លះក៏ខ្ញុំមិនសូវបាននៅផ្ទះដែរទៅបងព្រោះយើងរវល់ដែរទៅរកការងារធ្វើដើម្បីរួមចំណែកដោះស្រាយបញ្ហាដល់សិស្សក្រីក្រជាពិសេសសិស្សមកពីគ្រួសារងាយរងគ្រោះឲ្យទទួលបាននូវឱកាសអប់រំដោយកុមារដទៃទៀតគម្រោងដៃគូរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជាដែលអនុវត្តដោយអង្គការ Caritas កម្ពុជាបានផ្ដល់ជូននូវអាហារូបករណ៍រួមទាំងសម្ភារៈសិក្សាដល់សិស្សក្រីក្រចំនួន45នាក់នៃសាលាបឋមសិក្សាតាមិញក្នុងសាលាបឋមសិក្សាតាមិញរបស់ខ្ញុំចាមានសិស្សដែលបានទទួលអាហារូបករណ៍45នាក់ចាពីអង្គការ Caritas កម្ពុជាចាក្នុងនោះមានកង់5គ្រឿងចាប់ថវិកា9នាក់សម្ភារៈដូចជាសភៅប៊ិចសម្ភារៈបំពាក់31នាក់ចាក្នុងនោះដែរបានផ្ដល់នៅសិស្សដែលគាត់បោះបង់ការសិក្សាចាហើយឲ្យគាត់នឹងពលឲ្យគាត់ដើម្បីគាត់ឲ្យចូលរៀនក្នុងនោះដែរគឺខ្ញុំបានភាសាជាមួយគណៈកម្មការសាលាទាំងអស់និងនាយកសាលាអ្នកគ្រូលោកគ្រូចាដើម្បីភាសាគ្នានឹងផ្ដល់ឲ្យគាត់ដែលជាសិស្សក្រីក្រចាអត់មានកង់អត់មានអីធ្វើមធ្យោបាយមកសាលាអញ្ចឹងចាផ្ដល់ជូនគាត់ដូចជាសម្ភារៈបំពាក់អញ្ចឹងហើយអញ្ចឹងដល់ពេលឃើញគាត់ដូចថាគាត់មានកង់បានមករៀនអញ្ចឹងគាត់បានមកដោយអត់មានវត្តមានអញ្ចឹងគាត់មករៀនតាន់ពេលវេលាតបពីការចុះជួយគ្រប់គ្រងពីខាងអង្គការ Caritas កម្ពុជារក្សាឥឡូវនេះគឺគាត់ផ្លាស់ប្ដូរច្រើនគឺគាត់អវត្តមានតិចបំផុតដែលមានការជួយជំរុញពីម្ដាយឪពុករបស់គាត់ចាឲ្យមករៀនបានទៀងទាត់ចាមួយខែអីឃើញគាត់សម្រាប់ម្ដងខែខ្លះគឺគាត់អត់មានអវត្តមានទេហើយការរក្សារបស់គាត់នៅក្នុងថ្នាក់ហ្នឹងគឺគាត់មានភាពស្និទ្ធស្នាលជាមួយមិត្តភក្តិរបស់គាត់ហើយចាហើយសម្លៀកបំពាក់របស់គាត់ហ្នឹងក៏សមរម្យដែរខ្ញុំយើពុកខ្ញុំនឹងខិតខំជំរុញកូននៅខ្ញុំឲ្យមកសិក្សាដល់ទីបញ្ចប់តតែខ្ញុំអស់លទ្ធភាពព្រោះចំណេះដឹងយើងមានសារៈសំខាន់ណាស់សម្រាប់យើងបើយើងគ្មានចំណេះដឹងដោយខ្ញុំធ្វើការប្រើកម្លាំងមិនដូចអ្នកដែលប្រើគំនិតទៅអ្នកធ្វើការប្រើគំនិតគឺវាស្រួលតែបើធ្វើការប្រើកម្លាំងតាំងពីព្រលឹមទៅព្រលប់បើកណ្ដាលវាកណ្ដាលថ្ងៃហត់ណាស់